បន្ទាប់ពីកសាងសម្ព័ន្ធមិត្តដ៏ជោគជ័យជាមួយអាណាចក្រវេទមន្តថេលៀនប្រជាអាណាចក្របាឡាម៉ុននិងអាណាចក្រមនុស្សទឿទៅបាហ្គនមកការប្រជុំដ៏តានតឹងត្រូវបានបញ្ចប់ពេលនោះរឹមរូក៏បានងាកមកចាប់អារម្មណ៍ទៅលើតួអង្គម្ចាស់ស្ត្រីប្រលឹងរ៉េមរីវិញស្ថានភាពពេលនេះរ៉េមរីហាក់ដូចជាត្រូវខ្មោចមេងកាចូលសន្ធិដ្ឋដូចវេលតារាដែរហើយអ្នកទាំងពីរអង្គុយជក់អានសៀវភៅមេងកាជាមួយគ្នាដោយមិនខ្វល់ពីពិភពខាងក្រៅឡើយរហូតធ្វើឲ្យរ៉េមរូងឿងឆ្ងល់ថាចុះកន្ទុំរួយនេះមកទីនេះមានគោលបំណងអ្វីឲ្យប្រកបខណៈនោះរ៉េមរូក៏បានកលេចទៅឃើញហ្គឡឹមមនុស្សជនវេទមន្តដែលរ៉េមរូធ្លាប់បានបង្កើតឲ្យរ៉េមរីសកាលពីពេលនាំពួកក្មេងៗទៅកាន់លាអាងម្ចាស់ស្ត្រីកន្ទុំរុយវិញ្ញាណនេះរ៉េមរូក៏បាននិយាយពាក្យស្វាគមន៍បន្តិចបន្តួចទៅកាន់ហ្គឡឹមរូបនោះដែលហ្គឡឹមនេះឈ្មោះថាបឺរ៉េតាហើយប្រវត្តិរបស់បឺរ៉េតានេះក៏មិនធម្មតាដែរព្រោះនាងគឺជាវិញ្ញាណលំដាប់ខ្ពស់ដែលក៏ហៅមកសន្ធិដ្ឋនៅក្នុងរូបរាងកាយឆ្នៃមួយនេះត្រឡប់មកកាន់រ៉េម៉ារីសវិញនាងកំពុងតែលងខ្លួនដេកអានមេងកាស្រមោលស្រមៃពីសាច់រឿងទាំងមិនខ្វល់ពីពាក្យសម្ដីដែលបេរ៉ាតាព្យាយាមសួរដេញដល់ឡើយឃើញទស្សនវិជ្ជាបែបនេះរ៉េមរូក៏សម្រេចចិត្តប្រើក្បាច់ពិសេសដោយស្អីទៅកាន់នាងថាហេរ៉េម៉ារីសបើសិនជាមិនចង់ឲ្យខ្ញុំបង្ហើបសាច់រឿងទេឆាប់ប្រាប់ភ្លាមមកថាមកទីនេះដើម្បីអ្វីឮពាក្យថាបង្ហើបសាច់រឿងភ្លាមរ៉េម៉ារីសភ័យស្លន់ស្លោជាខ្លាំងងើបឈរភ្លឹងត្រង់ភ្លឹងស្ដោកដូចទាហានសម្រួលកឡោតរួចធ្វើទុកមុខយ៉ាងមាំហើយនិយាយថាស្ដាប់ឲ្យច្បាស់ណាស់ខ្ញុំនិយាយតែម្ដងគត់អាណាចក្រ Tempest មួយនេះចិត្តត្រូវបានបំផ្លាញហើយខ្ញុំអត់ទេរៀមរូធ្វើមកធុញទ្រាន់រួចតបរឿងហ្នឹងដូចជានាងនិយាយម្ដងរួចហើយតារ៉េមរីបន្តទាំងអួតអាងទៀតថាអញ្ចឹងហើយព្រោះតែខ្ញុំមិនចង់អាណាចក្រមួយនេះត្រូវវិនាសទើបខ្ញុំខំប្រឹងហោះមកយ៉ាងលឿនដើម្បីផ្ដល់ដំណឹងឯងគួរតែអរគុណខ្ញុំរ៉េមរូឆ្ងល់ចុះហេតុអ្វីបានជាត្រូវបំផ្លាញទៅវិញរ៉េមរីព្យាយាមធ្វើទុកមុខអាតកំបាំងស្មានតែគ្រប់គ្នានឹងភ័យតក់ស្លុតតែការពិតអ្នកគ្រប់គ្នានៅស្ងៀមចង្អង់គ្មានអ្នកណាភ័យបន្តិចសោះនាងក៏និយាយបន្តកុំទាន់អាលស្រន់ស្លោស្ដាប់ខ្ញុំសិនរឿងនេះគឺដោយសារតែ Demon Lord Clement បានស្នើឲ្យមានការកោះប្រជុំ World Purchase ឡើងនាងស្រែកបញ្ជាក់យ៉ាងខ្លាំងថាគឺចាប់ផ្ដើម World Purchase រ៉េមរូក៏ចាប់តាមឆ្ងល់ហើយឲ្យគ្នាភ្ញាក់ផ្អើលមិនបើគ្នាមិនដឹងថា World Purchase នឹងគឺជាស្អីគេផងគាត់ក៏បានសួរទៅកាន់នាងថា World Purchase នឹងស្អីគេទៅហើយរ៉េមរីក៏បានបញ្យល់ថាវាគឺជាជំនួបដ៏ពិសេសរបស់ពួក Demon Lord អេលឡូតក៏បានបន្ថែមតាមកោចងចាំរបស់គាត់ថាខ្ញុំធ្លាប់បានអានសៀវភៅពីបុរាណនៅពេលដែលពពួក Demon Lord ទាំងអស់ជួបជុំគ្នាពួកគេនឹងបង្កសង្គ្រាមដ៏ខ្លាំងក្លានេះហើយហៅថា World Purchase ដែលឈ្មោះនេះត្រូវបានដាក់ដោយព្រះវិហារបរិសុទ្ធខាងលិចរ៉េមរូលើហើយក៏សួរទៅកាន់រ៉េមរីសវិញអញ្ចឹងមានន័យថាពួកគេជួបជុំគ្នាដើម្បីប្រកាសសង្គ្រាមមែនទេរ៉េមរីសលើហើយក៏តបបែបឌឺដងទាំងដែលខ្លួនឯងទំនេរដេកអានមេងកាសោះហ្នឹងគិតថាខ្ញុំទំនេរណាស់មែនបានជាមកគិតរឿងសង្គ្រាមអីហ្នឹងមែនតើទៅយើងតែងតែធ្វើ World Purchase យូរម្ដងវាគ្រាន់តែជាកន្លែងដែលពួក Demon Lord ជួបជុំគ្នាផឹកតែនិងជជែកពិភាក្សារឿងរ៉ាវបន្តិចបន្តួចប៉ុណ្ណោះគ្មានសង្គ្រាមអីទេរីមរូសួរដេញដោលចុះហេតុអ្វីបានជា Tempest ត្រូវកំទេចបើគ្រាន់តែជួបជុំគ្នាផឹកតែសោះហ្នឹង Remrich ឆ្លើយតបរឿងផឹកតែវាមិនសំខាន់ទេតែវាសំខាន់លើប្រធានបទប្រជុំព្រោះពេលនេះមាន Demon Lord ចំនួន3នាក់បានព្រមព្រៀងគ្នាដោយ Demon Lord Clement គឺជាអ្នកស្នើសុំរីឯ Demon Lord Milim និង Frey គឺជាអ្នកយល់ព្រមហើយប្រធានបទដែលគេលើកយកមកនោះគឺ
មានកម្លាំងងងឹតថ្មីបានលេចចេញជារូបរាងនៅក្នុងព្រៃជូរ៉ាហើយមេក្រុមរបស់ពួកគេបានតាំងខ្លួនជា Demon Lord គោលបំណងពិតប្រាកដរបស់ Clement គឺចង់ប្រើប្រាស់ការប្រជុំមួយនេះដើម្បីដាក់ទោសទៅលើ Rimuru ហើយមានរឿងមួយបន្ថែមទៀតគឺគេបានចោទប្រកាន់ពីការក្បត់ពាក្យសន្យារបស់ Demon Lord Carrion ឬបែបនេះភ្លាមក្រុមកំពូលអ្នកចម្បាំងសត្វព្រៃរបស់ Carrion ដែលជ្រកកោននៅទីនោះបានសួរដេញដោលភ្លាមដោយខឹងសម្បាថាហេតុអ្វីបានជាចោទប្រកាន់ស្ដេច Carrion ថាជាអ្នកក្បត់ Remrich បានបញ្ជាក់តាមអ្វីដែលនាងបានឮថា Clement បានចោទ Carrion ថាបានក្បត់ពាក្យសន្យាដែលថាមិនឈ្លានពានព្រៃជូរ៉ាហើយថែមទាំងបញ្ជូនកូនចៅរបស់ខ្លួនម៉ាជីនឈ្មោះមជូរ៉ាន់ឲ្យមកលបធ្វើគិញសម្ងាត់តែត្រូវបាន Rimuru សម្លាប់ចោលលើបែបនេះអ្នករាល់គ្នាក៏ងាកសម្លឹងទៅមើលមជូរ៉ាន់ដែលកំពុងឈរនៅទីនោះ Remrich នៅតែបន្តរៀបរាប់ទាំងមិនដឹងអីរឿងនេះមិនមែនតូចតាចទេណាខ្ញុំឮថា Milim បានទៅកម្ចាត់ Carrion រួចរាល់ហើយ Clement ក៏បានបញ្ជូនទ័ពចេញមកដែរអញ្ចឹងហើយបានជាខ្ញុំប្រាប់ថាវាជារឿងធំចុះអ្នកទាំងអស់គ្នាឈរធ្វើមុខថ្មឹងមិនភ្ញាក់ផ្អើលសោះអញ្ចឹង Rimuru គិតមួយសន្ទុះរួចលាន់មកថាអញ្ចឹង Clement ចាប់ផ្ដើមផែនការហើយមែនទេចំណែកឯ Remrich វិញខំប្រឹងហោះប្រកាច់ប្រកិនដើម្បីឲ្យគេខ្វល់ខ្វាយពីខ្លួន Rimuru ក៏បានប្រាប់នាងដើម្បីឲ្យអស់ការសង្ស័យថាកុំភ័យអីមជូរ៉ាន់មិនទាន់ស្លាប់ទេ Remrich មិនជឿហើយសួររកផុសតាងស្រាប់តែមជូរ៉ាន់ដើរចេញមកបង្ហាញខ្លួនឲ្យឃើញផ្ទាល់ភ្នែក Remrich ស្រឡាំងកាំងមួយសន្ទុះស្រាប់តែខ្មោច Manga ចូលខ្លួននាងភ្លាមតែម្ដងនាងចាប់ផ្ដើមធ្វើរឹកពីដោយតួអង្គសើមកឹកក្នុង Manga រួចនិយាយថាអូខ្ញុំយល់ហើយមានន័យថា Clement គឺជាមេខ្លោងនៅពីក្រៅរឿងទាំងអស់នេះ Clement ឯងហ៊ានណាស់ដែលបោកបញ្ឆោតពួកយើងតែគ្មាននរណាម្នាក់អាចបោកអ្នកសើមកេត Remrich អ្នកនេះបានឡើយហេហេរូបរាងខ្ញុំតូចមែនតែខួរក្បាលខ្ញុំមិនតូចដូចរូបរាងទេនេះហើយគឺជាម្ចាស់ក្សត្រីប្រលឹង Remrich មើលទៅនាងរងឥទ្ធិពលពី Manga ធ្ងន់ធ្ងរមែនតើហើយ Rimuru ឃើញនាងកំពុងលេងចរិតអ្នកសើមកេតក៏សាកសួរសំណួរទៅនាង Remrich ឆ្លើយទាំងក្អេងក្អាងសួរមកអ្នកស៊ើបអង្កេតម្នាក់នេះនឹងបំបែកក្តីនេះឲ្យមើល Rimuru សួរថាដោយសារ Clement ដើរចូលអន្ទាក់របស់ខ្ញុំហើយខ្ញុំចង់ដឹងថាតើពួក Demon Lord ផ្សេងទៀតនឹងគិតយ៉ាងណាដែរចំពោះរឿងនេះ Remrich ធ្វើមុខស្លើភ្លាមរួចឆ្លើយយ៉ាងរំភើយហើយខ្ញុំមិនទៅដឹងទៅបើរឿងនឹងមិនទាន់យកទៅពិភាក្សាផងនឹងធ្វើឲ្យ Rimuru បាក់ចង្កេះហួសចិត្តជាខ្លាំងដោយអស់សង្ឃឹមនឹងនាងគាត់ក៏បានសួរពីថ្ងៃប្រជុំ World Purchase ហើយនាងបានប្រាប់ថាវានឹងប្រព្រឹត្តទៅនៅក្នុងរយៈពេល2 ទៅ 3 ថ្ងៃខាងមុខនេះ Rimuru ក៏ចាប់ផ្ដើមឆ្ងល់បន្តទៀតថាហេតុអ្វីបានជា Remrich សុកចិត្តមកប្រាក់ដំណឹងនេះដល់គាត់ក៏ប៉ុន្តែនាងមកទីនេះដោយសារមូលហេតុពីរយ៉ាងទី1គឺនាងបារម្ភខ្លាច Beretta Golem របស់នាងមានបញ្ហានិងចង់មកចូលដៃជាមួយ Rimuru រួមទាំងមានគម្រោងចង់សង់ផ្លូវទម្លុះចូលមកកាន់អាណាចក្រ Tempest នេះតែម្ដងប៉ុន្តែ Rimuru ហាក់ដូចជាមិនចង់យល់ស្របឡើយយ៉ាងណាក៏ដោយនាងមិនខ្វល់ច្រើនទេក៏ត្រឡប់ទៅដេកអាន Manga ធ្វើប្រងើយបន្ទាប់ពីការប្រជុំដ៏វែងឡាយបានបញ្ចប់ពួកគេក៏បានយកពេលវេលាដ៏មានតម្លៃមកសម្រាប់លំហែកាយដោយបែងចែកក្រុមនារីតាមនារីបរោះតាមបរោះក្រឡេកទៅមើលកន្លែងត្រាំទឹកក្តៅវ៉ាវ Remrich មានការពេញចិត្តជាខ្លាំងព្រោះមានពពួក Dryad ទេពអប្សររក្សាព្រៃមកជួយមើលថែទាំនាងនិងដុសក្អែឲ្យនាងយ៉ាងដិតដល់
ឈុតនេះហាមើលយូរពេកអត់ឡទេចំណែកឯខាងរិមរូវិញក៏មិនnóiដែរលោកក៏ត្រូវបានទទួលបដិសេធកិច្ចនិងចោមរងពីភ្ញៀវកិត្តិយសជាច្រើនជុំវិញខ្លួនខុសប្លែកពីពេលធម្មតាដែលមានតែស៊ូណានិងស៊ីអននៅក្បែរគាត់ភ្ញៀវទាំងអស់ពេញចិត្តនឹងបព្វធម៌ត្រាំទឹកក្តៅនេះខ្លាំងណាស់ចំណែកឯអ៊ីឡាលូតដោយក្តីស្រឡាញ់កូនស្រីហួសហេតុពេកក៏បានស្រែកសួរឆ្លងទៅកាន់កូនស្រីអេរិនរបស់គាត់ថាមិនយ៉ាហើយកូនងូតទឹកហ្នឹងស្រួលខ្លួនទេស្រាប់តែភ្លាមនោះមានកន្ធុនទឹកមួយហោះមកយ៉ាងលឿនបោកចំក្បាលរបស់អេលូតផាំងធ្វើឲ្យវល់ខ្ញាល់លើក្បាលរបស់គាត់បារម្ភពីកូនខុសកន្លែងនិងខុសពេលវេលាពេកហើយលោកឪពុកទោះបីជាកំពុងតែត្រាំទឹកក្តៅកំសាន្តអារម្មណ៍ក៏ដោយក៏ពួកគេមិនចោលការងារដែរដោយសារតែការពេញចិត្តនឹងវប្បធម៌និងភាពរីកចម្រើនរបស់ Tempest អេលលូតក៏បានស្នើសុំឲ្យមានការសង់ផ្លូវតភ្ជាប់ពី Tempest ទៅកាន់អាណាចក្រ Thelian របស់ខ្លួនដោយការចំណាយទៅលើការថែទាំផ្សេងៗគឺខាង Thelian ជាអ្នករ៉ាប់រងទាំងអស់ចំណែកឯពន្ធផ្លូវគឺនឹងត្រូវបើកការពិភាក្សារៀងរាល់2ទៅ3ឆ្នាំម្ដងឃើញបែបនេះស្ដេច Gazel ឆ្លៀតឌឺដងទៅកាន់អ៊ីឡាលូតភ្លាមថានិយាយទៅដូចជាចុះសម្រងគ្នាណាសង្ស័យតែស្រាទេដឹងបានជានិយាយផ្អែមបែបនេះអ៊ីឡាលូតក៏ស្រែកតបទៅវិញឲ្យ Gazel បិទមាត់ព្រោះអ្នកទាំងពីរអ្នកនេះនិយាយទៅមិនសូវត្រូវធៀបគ្នាប៉ុន្មានឡើយបន្ទាប់ពីងូតទឹកក្តៅរួចពួកគេក៏បានមកជួបជុំគ្នានៅតុភោជនីយអាហារពេលល្ងាចដោយសារតែការពេញចិត្តនឹងការបម្រើរបស់ពពួកត្រយ័ត្នខ្លាំងពេករេមរេសក៏បានសុំស្នាក់នៅទីនេះតែម្ដងដំបូងឡើយរីមរូមិនអនុញ្ញាតឡើយព្រោះខ្លាចនាងបង្កការរំខាននិងធ្វើឲ្យពពួកត្រយ័ត្នហត់នឿយតែដោយសារតែមានការធានាអះអាងពីពពួកត្រយ័ត្នថាពេញចិត្តនឹងមើលថែទាំនាងទើបរីមរូយល់ព្រមតាមសំណើនៅក្នុងការញ៉ាំអាហារជុំគ្នានោះដែររីមរូក៏បានស្ដាប់ការរាយការណ៍ពីស្ថានភាពអ្នកទោសដោយស៊ីអនជាអ្នករាយការណ៍ក្រឡេកទៅមើលយូមនិងមញ្ជូរ៉ាន់វិញពួកគេមានអារម្មណ៍មិនសូវស្រួលសោះព្រោះរបៀបដែលស៊ីអនទៅសួរចម្លើយអ្នកទោសនោះមើលទៅដូចជាការធ្វើបាបនិងទារុណកម្មច្រើនជាងហើយមើលរូបរាងអ្នកទោសទៅដឹងហើយមិនដឹងត្រូវស៊ីអនធ្វើបាបដល់កម្រិតណាទេក្នុងការរាយការណ៍នោះស៊ីអនថែមទាំងអានឈ្មោះអ្នកទោសខុសរញ៉េរញ៉ៃទៀតផងដោយនាងអានឈ្មោះគ្រូវិទ្យាមន្តកំពូលRaisin ទៅជា Ramen អីណាទៅធ្វើឲ្យរីមរូនឹកឃើញដល់អាហារស្រុកកំណើតរបស់គាត់ភ្លាមតែម្ដងតាមរយៈការសួរចម្លើយរបស់ពួកគេក៏បានដឹងដែរថាស្ដេច Emrys នៃនគរ Famon មានទំនាក់ទំនងជាមួយនឹងពួកពាណិជ្ជករសម្ងាត់ម្នាក់ដែលបានលួចយករបស់របរនិងបច្ចេកវិទ្យាពីអាណាចក្រ Tempest ទៅជួញដូរនៅក្នុងអាណាចក្ររបស់ពួកគេដោយសារតែខ្លាចបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មនិងឥទ្ធិពលសេដ្ឋកិច្ចទើបពួកគេសម្រេចចិត្តលើកទ័ពមកវាយ Tempest តែគ្រាន់តែពួកគេមិនដឹងថាពាណិជ្ជករដែលនៅពីក្រោយរឿងនោះគឺជាអ្នកណាឡើយចំណែកឯព័ត៌មានពីខាងព្រះវិហារបរិសុទ្ធវិញស៊ីអនក៏អានឈ្មោះមេខ្លោងខមមិនត្រូវដូចគ្នាតាមពាក្យសម្ដីពិតរបស់អាចារ្យ Rahim មេខ្លោងធំដែលរៀបចំផែនការកំទេចអាណាចក្រ Tempest គឺ Cardinal Nicholas Speltus គម្រោងការរបស់បុគ្គលម្នាក់នេះគឺចង់ទុកអាណាចក្របិសាច Tempest ជាសត្រូវដ៏ធំមួយជាមួយនឹងព្រះជាម្ចាស់របស់ពួកគេហើយចង់ប្រើការកំទេច Tempest ធ្វើជាឈ្នាន់សាងកេរ្តិ៍ឈ្មោះដើម្បីទទួលបានអំណាចនិងឥទ្ធិពលបន្ថែមនៅក្នុងសាសនារបស់ខ្លួនឬបែបនេះរីមរូក៏ត្រូវគិតគូរដោះស្រាយនិងចរចាជាមួយនឹងព្រះវិហារបរិសុទ្ធឲ្យបានម៉ត់ចត់ដូចគ្នាក្នុងនោះដែរអាណាចក្រ Tavagon, Thelian និង Blamon ក៏បានព្រមព្រៀងគ្នាជួយផ្សព្វផ្សាយពីទំនាក់ទំនងសម្ព័ន្ធមិត្តរបស់ពួកគេជាមួយនឹង Tempest ដើម្បីឲ្យអាណាចក្រផ្សេងៗទៀតនិងខាងព្រះវិហារបរិសុទ្ធបានដឹងជាសាធារណៈផងដែរងាកមកកាន់អ្នកទោសទាំង3នាក់វិញរួមមានស្ដេច Emrys អាចារ្យ Rahim និងចុងក្រោយគេគឺកំពូលអ្នកក្លាហាន Raisin
ដែល Sion អានច្រឡំថាជារាមនោះ Raisin នេះសមត្ថភាពមិនធម្មតាឡើយគាត់គឺជា Margin អ្នកការពារអាណាចក្រ Farmon និងជាគ្រូមន្តអាគមដ៏ខ្លាំងពូកែដែលមានសមត្ថភាពមិនចាញ់ Illalut ឡើយប៉ុន្តែដោយសារតែគាត់បានប្រើវិញ្ញាណបដូររាងកាយទៅនៅក្នុងក្មេងប្រុសម្នាក់ទើបធ្វើឲ្យ Sion មើលងាយនិងយល់ច្រឡំថាជាមនុស្សទន់ខ្សោយសំខាន់អ្នកដែលជួយកែឈ្មោះ Raisin ឲ្យត្រូវនោះគឺមិនមែន Sion ខ្លួនឯងទេគឺ Machuran ទៅវិញទេរឿងនេះបានធ្វើឲ្យស្ដេច Gazelle និង Illalut ភ្ញាក់ផ្អើលជាខ្លាំងព្រោះអ្នកដែលទៅចាប់ខ្លួនកម្ពុជាគ្រូមន្តអាគម Raisin នេះគឺ Diablo ធ្វើឲ្យគ្រប់គ្នាផិតភ័យខ្លាចថាតើកម្លាំងពិតប្រាកដរបស់ Diablo នេះខ្លាំងដល់កម្រិតណាឲ្យប្រាកដទៅដោយសារតែ Rimru ត្រូវជាប់រវល់ទៅធ្វើសង្គ្រាមជាមួយ Clayman នៅក្នុងកម្មវិធី World Purchase ហើយ Valdera ត្រូវយាមការពារព្រៃ Jorah ដូច្នេះ Rimru ក៏បានសម្រេចចិត្តប្រគល់ភារកិច្ចការពារនិងរៀបចំយូមឲ្យឡើងទៅជាស្ដេចទៅកាន់ Diablo ជាអ្នកចាត់ចែងទាំងស្រុងដោយ Rimru មានក្តីជឿជាក់ទៅលើសមត្ថភាពរបស់ Diablo ជាខ្លាំងបន្ទាប់មក Rimru ក៏បានអរគុណ Rhaemys ដែលបាននាំដំណឹងប្រាប់មកកាន់ពួកគេហើយនាងក៏បានទៅអាន manga ជាមួយនឹង Valdera បន្តទៀតបន្ទាប់មក Rimru ក៏បានកោះហៅ Sue ជាងការសម្ងាត់មកសាកសួរព័ត៌មានពីសមរភូមិតាមរបាយការណ៍ពួកគេបានដឹងថាកងទ័ពរបស់ Clayman កំពុងតែដង្ហែមកគឺមានចំនួនរហូតទៅដល់ 30,000 នាក់នៅក្នុងតំបន់គ្រប់គ្រងរបស់ Demon Lord Milim នៅក្នុងចំណោមកងទ័ពនោះអ្នកដែលមានសមត្ថភាពវេទមន្តនិងក្បាច់គុណខ្លាំងជាងគេគឺមេបញ្ជាការ Jamza ដែលមានរហស្សនាមថាដៃកណ្ដាលឈ្មោះលយហើយរហស្សនាមទៅទៀតដៃចំណិតរបស់ Clayman គឺមានចំនួន 5 នាក់ដែលគេហៅថាម្រាមដៃទាំង 5 Five Finger នៅក្នុងនោះ Jamza ជាម្រាមដៃកណ្ដាលខ្លាំងជាងគេបំផុត Adalmens ម្រាមដៃចង្អុល Ninehead ក្បាល 9 ម្រាមដៃមេ Pirons ម្រាមដៃកូនចំណែកឯ Machuran ម្នាក់ទៀតដែលជាអតីតកូនចៅរបស់ Clayman គឺជាម្រាមដៃនាងដើម្បីបង្កើនសមត្ថភាពសង្គ្រាម Clayman បានប្រគល់ដាវវេទមន្តដ៏មានឥទ្ធិពលមួយទៅកាន់ Jamza ដែលដាវនោះមានសមត្ថភាពអាចបង្កកគោដៅឲ្យคล้ายទៅជាទឹកកកនិងបានផ្ដល់រហស្សនាមឲ្យគេថា Frozen Swordman អ្នកកាន់ដាវទឹកកក Jamza ម្នាក់នេះគឺជាមនុស្សដែលមានចរិតសាហាវខូខើព្រៃផ្សៃមិនធម្មតាឡើយប៉ុន្តែគេមានភាពស្មោះត្រង់តែមួយគត់ចំពោះ Demon Lord Clayman ចម្ងល់មួយបានកើតឡើងប្រសិនបើ Clayman ចង់លើកទ័ពមកវាយកំទេចទីក្រុង Tempest មែននោះចំនួនកងទ័ពតែ 30,000 នាក់នេះគឺនៅទន់ខ្សោយពេកហើយมันអាចធ្វើអ្វី Tempest បានឡើយប៉ុន្តែបន្ទាប់ពី Rimru បានពិនិត្យមើលទៅលើផែនទីភូមិសាស្ត្រយ៉ាងហ្មត់ចត់ទើបលោកយល់ច្បាស់ពីកលល្បិចនេះក៏ប៉ុន្តែគោលដៅរបស់កងទ័ព Clayman មិនមែនមកវាយ Tempest ទេគឺពួកគេតម្រង់ទៅវាយប្រហារអាណាចក្រ Beast Kingdom Erosionia ទៅវិញទេមូលហេតុគឺដោយសារតែកងទ័ពនិងប្រជាជនលំដាប់កម្ពុជារបស់ Erosionia ភាគច្រើនបានរត់ភៀសខ្លួនមកជ្រកកោននៅជាមួយ Rimru បាត់ទៅហើយធ្វើឲ្យអាណាចក្រ Erosionia ទាំងមូលនៅសេសសល់តែប្រជាជនស្លូតត្រង់តែប៉ុណ្ណោះគឺបំណងដ៏ខ្មៅងងឹតរបស់ Clayman គឺចង់ទៅធ្វើការសម្លាប់រង្គាលឆក់យកជីវិតវិញ្ញាណប្រជាជន Erosionia ដែលនៅសេសសល់ទាំងអស់ដើម្បីយកមកបំពេញធម៌ពលដាស់ខ្លួនឯងឲ្យវិវត្តទៅជា Demon Lord ដែលហៅថា Demon Lord ពិតប្រាកដដូចទៅនឹង Demon Lord Rimru ដែរ I'll make you my queen cause you Just love me, babe.